អ្វីដែលខ្ញុំចង់ដាស់តឿនសម្រាប់មន្ត្រីរបស់យើងនោះគឺត្រូវឲ្យបានចាំឲ្យបានរំលឹកខ្លួនឯងឲ្យបានជាប់ជាប្រចាំយើងជាមន្ត្រីដែលត្រូវតែធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់មិនមែនជាចង្វាយរបស់ប្រជាពលរដ្ឋទេសូមក្តាប់ចំណុចនេះឲ្យបានសូមក្តាប់ចំណុចនេះឲ្យបានជានិច្ចកាលត្រូវរំលឹកខ្លួនឯងថាយើងជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាចង្វាយប្រជាពលរដ្ឋទេហើយត្រូវទុកការបម្រើប្រជាពលរដ្ឋគឺជាគោលដៅដែលយើងត្រូវធ្វើមន្ត្រីបើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋជាគោលដៅគឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ